សួស្តីបងប្អូនយើងចឹងចំពោះអ្នកដែលប្រើប្រាស់ iPhone នេះណាតែអ្នកខ្លះមិនអាចរក QR code Wi-Fi ឃើញណា QR code Wi-Fi នៅលើ iPhone វាមានចាប់ពី iOS 18ឡើងមក iOS 18ចុះក្រោមអត់មានទេapp password នឹងអត់មានទេ app password នេះទាំងអនឡាញនេះចឹងចាប់ពី iOS 18ឡើងមកបានមានចឹងតើតើនឹងការរក QR code Wi-Fi ចឹងបងប្អូនត្រូវចូលតាមលេខ app password នេះ app password នេះpassword ហើយបន្ទាប់មកបងប្អូនទៅកន្លែង Wi-Fi នេះ Wi-Fi ហើយបន្ទាប់មកបងប្អូនឃើញនេះឈ្មោះ Wi-Fi ដែលយើងចាប់ហ្នឹងឈ្មោះ Wi-Fi ដែលយើងចាប់ហ្នឹងចុចលើនឹងមកនេះបងប្អូនឃើញពាក្យនេះចុចពីលើនេះអានេះ password វាតែបើចង់រក QR code នេះ show network QR code ចុចលើនឹងមកនេះ QR code Wi-Fi តែប៉ុណ្ណឹងចប់បងប្អូនយើងអ្នកខ្លះពីច្រើនអត់ដឹងទេ